ស្ដីពុកម៉ែពុកម៉ែបងប្អូនបាទនេះគឺជាសកម្មភាពខ្លះៗនៅរដូវស្លឹកឈើជ្រុះឯប្រទេសកូរ៉េខាងត្បូងបាទចុងសប្តាហ៍យើងឆ្លៀតពេលខ្លះៗដើរលេងកម្សាន្តលំហែអារម្មណ៍ខ្លះមក stress ការងារពេកបាទហើយជាមួយនឹងប្រទេសកូរ៉េខាងត្បូងដែរបាទគឺថាទេសភាពស្អាតសឹងតែគ្រប់រដូវតែម្ដងបាទរដូវស្លឹកឈើជ្រុះក៏ដូចជារដូវរងារដូវក្តៅបាទគឺស្អាតប្លែកម្យ៉ាងបាទសឹងតែគ្រប់រដូវហើយពុកម៉ែបងប្អូនបាទទស្សនាទាំងអស់គ្នាចឹងបាយបាយ